កម្ពុជាបញ្ជូនបញ្ហាតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅតុលាការ ICJ និងមិនដាក់ក្នុងរបៀបវារៈកិច្ចប្រជុំកម្ពុជាថៃថ្ងៃទី14មិថុនារាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរថាបានបញ្ជូនបញ្ហាតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ រួចហើយដោយមិនដាក់បញ្ហានេះនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនកូក GBC កម្ពុជាថៃនៅថ្ងៃទី14ខែមិថុនាឆ្នាំ2025នៅរាជធានីភ្នំពេញនោះទេនេះបើតាមការថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាយោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយនៅថ្ងៃទី4ខែមិថុនាឆ្នាំ2025បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុងសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានាជាពិសេសជាមួយប្រទេសជិតខាងមានព្រំដែនរួមដែលត្រូវបានបែងចែកឡើងតាំងពីអំឡុងសម័យអាណានិគមនិយមបារាំងចាប់តាំងពីទទួលបានឯករាជ្យមកលើកលែងតែក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមមួយប៉ុណ្ណោះកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះទៅជាតំបន់សន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍថ្លែងការណ៍បញ្ជាក់ថាដំណើរជាតិរបស់យើងតែងជួបការប្រឈមជាច្រើនប៉ុន្តែកម្ពុជាតែងផ្ដល់អាទិភាពដល់ការដោះស្រាយរាល់បញ្ហាព្រំដែនដែលដោយសន្តិវិធីទោះបីជាគណៈខ្លះប្រឈមនឹងភាពតានតឹងនិងការបាត់បង់គួរឲ្យសោកស្ដាយនៅអាយុជីវិតទាហានដ៏អង់អាចក្លាហានរបស់យើងដែលឈរជើងការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីការបដិញ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយដោយសន្តិវិធីត្រូវបានស្ដែងឡើងតាមរយៈអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួនរួមទាំងការបញ្ជូនវិវាទព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលបានកាត់ក្តីឲ្យកម្ពុជាឈ្នះម្ដងនៅឆ្នាំ1962និងឈ្នះម្ដងទៀតនៅឆ្នាំ2013នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តដ៏មោះមុតរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិការដោះស្រាយជម្លោះដោយសន្តិវិធីថ្លែងការណ៍បានសម្ដែងការសោកស្ដាយដែលនៅព្រលឹមថ្ងៃទី28ខែឧសភាឆ្នាំ2025វេលាម៉ោងប្រមាណ 5:30 នាទីព្រឹកមានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជាក្នុងភូមិតេជោមរតកឃុំមរកតស្រុកជាំខ្សានខេត្តព្រះវិហារដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយការផ្ទុះអាវុធនេះបានបណ្ដាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិតយ៉ាងអនោចអធមរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយគ្មានមូលហេតុនេះដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យភាពបូរណភាពទឹកដីនិងគោលការណ៍នៃភាពជាអ្នកជិតខាងល្អដែលមានចែងនៅក្នុងអនុសរណៈនៃការយោគយល់គ្នាឆ្នាំ2000រវាងប្រទេសទាំងពីរបដិវហេតុនេះគឺស្ថិតក្នុងចំណោមការវិវត្តមួយចំនួនដ៏គួរឲ្យបារម្ភដែលបង្ហាញពីដែនកំណត់នៃយន្តការដោះស្រាយវិវាទបច្ចុប្បន្នជាពិសេសនៅក្នុងការដោះស្រាយចំណុចជម្លោះដ៏យូរលង់នៅតាមព្រំដែនរួមរបស់យើងថ្លែងការណ៍គូបញ្ជាក់ថាដោយមើលឃើញពីបញ្ហានេះនិងដើម្បីផលប្រយោជន៍នៃការសាធារណៈនិងដើម្បីផលប្រយោជន៍នៃការធានាបាននៅដំណោះស្រាយមួយដោយយុត្តិធម៌មិនលំអៀងនិងយូរអង្វែងនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជូនវិវាទទៅនៅតំបន់ដែលមានភាពរសើបចំនួន4គឺតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅតុលាការ ICJ នៅទីក្រុងឡាអេ
យ៉ាងណាក្តីការថ្លែងការណ៍បានលើកឡើងថាតំបន់ទាំង4នេះនៅតែមិនទាន់ដាច់ស្រេចនិងមានភាពរសើបជាយូរណាស់មកហើយដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរប្រសិនបើមិនមានការដោះស្រាយនោះទេការសម្រេចនេះទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី1នៅថ្ងៃដដែលនោះស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការ ICJ រាជរដ្ឋាភិបាលនៅតែបដិញ្ញាចិត្តបន្តការសន្ទនានិងច្រកការទូតយ៉ាងណាក្តីសេចក្តីថ្លែងការណ៍បានអះអាងយ៉ាងដូចនេះថាកម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក GBC នៅថ្ងៃទី14 ខែមិថុនាឆ្នាំ2025នៅរាជធានីភ្នំពេញទោះជាយ៉ាងនេះក្តីដោយសារតែមានការបញ្ជូនវិវាទខាងលើទៅតុលាការ ICJ នោះករណីតំបន់ទាំង4ខាងលើនឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំ GBC នាពេលខាងមុខនេះជាមួយគ្នានេះដែរកម្ពុជាសង្ឃឹមថាប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការ ICJ ក្នុងស្មារតីយុត្តិធម៌ការកសាងទំនុកចិត្តមិត្តភាពយូរអង្វែងនិងភាពជាអ្នកជិតខាងល្អកម្ពុជាបានត្រៀមខ្លួនបន្តកិច្ចដំណើរការនេះដោយឯករាជ្យម្ចាស់ការក្នុងករណីដែលមិនមានកិច្ចសហការណាមួយរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ពិនិត្យលើដំណើរការនៃការស្វែងរកដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់អត់ធ្មត់និងសូមកុំធ្វើឲ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ជាតិសាសន៍ឬជាតិនិយមជ្រុលកម្ពុជាសូមគូសបញ្ជាក់ចំពោះសារសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតីជាមួយប្រទេសថៃជាពិសេសក្នុងវិស័យពាណិជ្ជកម្មទេសចរណ៍និងកិច្ចសហប្រតិបត្តិការទូលំទូលាយលើវិស័យផ្សេងៗទៀតដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនរបស់យើងទាំងពីរ